នេះជាទឹកទឹកនៅក្នុងភូមិធម្មតាហើយថតខុសពេលបាត់ទៅហើយនេះថតក្នុងម៉ោង3យ៉ាងពលឺវាអត់ស្អាតទេពលឺវាផ្លាតវាផ្លែវវាងឹតវាស្អឌូទូទៅវាសកម្មភាពមនុស្សជិះក្នុងភូមិធម្មតាភូមិយើងក៏ដូចជាភូមិគេដែរក្នុងប្រទេសយើងវាមិនខុសគ្នាបើខ្ញុំនៅក្មេងទស្សនវិជ្ជាខុសពីនឹងដាក់10ឆ្នាំជាងមុនទស្សនវិជ្ជាអត់ដូចហ្នឹងទេគឺទស្សនវិជ្ជាធម្មជាតិខ្លាំងដែលខ្ញុំចាំបានបានថ្មិចវាវិវត្តទៅមុខអញ្ចឹងថ្មិចមិនប្រកាសថា5-10ឆ្នាំទៅ20ឆ្នាំទេវាអាចខុសហ្នឹងទៀតហើយហ្នឹងផ្ទះអត់សូវជាប់គ្នាប្រហែលមនុស្សច្រើនតែអត់សូវជាប់គ្នាកាលខ្ញុំនៅពីក្មេងនេះទស្សនវិជ្ជាផ្ទះជារៀងចឹង4ផ្ទះឈើហើយអត់មានសញ្ញាមុខទេនេះថាវាស្អាតជាងធម្មជាតិជាងផ្លូវក៏បេតុងហើយនឹងមុខផ្ទះគឺធ្វើសញ្ញាប្រកបមើលអានេះល្ងាចរហូតដល់យប់ខ្ញុំចេញមកពីលេងវត្តតាមពិតវីដេអូហ្នឹងចេញមកពីលេងមុនទៅលេងវត្តហើយនឹងត្រឡប់មកលេងវត្តមុននឹងដល់វត្តថតខ្លះអញ្ចឹងទៅហើយត្រឡប់មកវិញក៏បានថតខ្លះទៀតមកវិញវាយប់ហើយ6 7ចូល7អញ្ចឹងល្ងឹតល្មម